ប្រាសាទបេងមាលាបានកសាងឡើងនៅសតវត្សទី12តាមរចនាបថអង្គរវត្តសង់លើផ្ទៃដីរាបស្មើទំហំ14ហិកតាដែលមានកំពែង3ជាន់ប្រាសាទបេងមាលាត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនានិកាយវិស្ណុនិយមប្រាសាទនេះមានទីតាំងស្ថិតនៅភូមិបេងមាលាឃុំបេងមាលាស្រុកស្វាយលើខេត្តសៀមរាបនាទិសអាគ្នេយ៍នៃភ្នំគូលែនមានចម្ងាយ77គីឡូម៉ែត្រពីក្រុងសៀមរាបតាក់ទងទៅនឹងឈ្មោះប្រាសាទនេះវិញអ្នកខ្លះហៅថាប្រាសាទបឹងមាលាឯខ្លះទៀតហៅថាប្រាសាទបេងមាលាយើងមិនមានភ័ស្តុតាងដាច់ណាត់កំណត់ឈ្មោះប្រាសាទនេះថាអ្វីឲ្យប្រកាសនោះឡើយត្បិតឈ្មោះដែលហៅមកនេះមិនមែនជាឈ្មោះដើមរបស់ប្រាសាទនេះទេគឺគ្រាន់តែជាឈ្មោះដែលអ្នកស្រុកហៅតាមមាត់បន្តគ្នានាសម័យក្រោយៗមកដោយគ្មានសំណេរកត់ត្រាជាភាសាជាតិថាដូចម្ដេចនោះឡើយអ្នកស្រាវជ្រាវជាតិបារាំង Louis de la Porte មកដល់ប្រាសាទនេះនៅឆ្នាំ1880ក៏បានហៅប្រាសាទនេះថាបឹងមាលាដោយមានពន្យល់ពាក្យហៅថាបឹងផ្កាឈូកការពន្យល់នេះក៏ពិបាកយកជាការដែរលោកអឹមសុករិទ្ធីអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថាបើយើងអានកំណាព្យនិរាសនគរវត្តរបស់កវីអុកញ៉ាសុតន្តព្រៃជាអិននៅដើមសតវត្សទី20លោកហៅឈ្មោះប្រាសាទនេះថាបេងមាលាការហៅដូច្នេះអាចឲ្យយើងរកមូលហេតុមកពន្យល់ខ្លះកាលពីជិត20ឆ្នាំមុនមានវត្តបុរាណមួយសាងក្នុងបរិវេណប្រាសាទមានឈ្មោះពេញថាវត្តព្រះកេតុមាលាវត្តនេះបានរើចេញមកសាងជាថ្មីនៅខាងលិចខាងក្រៅបរិវេណប្រាសាទវិញអ្នកស្រុកហៅវត្តនោះខ្លីថាវត្តមាលាបើមើលតាមកំណត់ត្រារបស់អ្នកស្រាវជ្រាវបារាំងនៅដើមសតវត្សទី20វត្តនេះមានក្នុងបរិវេណប្រាសាទយូរហើយបើមើលភស្តុតាងបុរាណវិទ្យាវិញក៏ឃើញមានខឿនអបអស្ថាគារនិងសេមាភ្លុះដែលជាសំណង់ព្រះពុទ្ធសាសនានៅសម័យកណ្ដាលដោយមិនដឹងប្រាសាទមានឈ្មោះដើមថាអ្វីនោះប្រជាជនក៏មានទំនោរហៅប្រាសាទតាមឈ្មោះវត្តនេះថាមាលាតគ្នារៀងមកករណីនេះមិនចម្លែកទេពីព្រោះយើងធ្លាប់ឮហៅឈ្មោះប្រាសាទ